ដៃមួយចាប់ជើងចៅយ៉ាងជាប់ដៃម្ខាងចង្អុលឲ្យមើលពិភពដ៏ធំមួយនៅចំពោះមុខរូបភាពទាំងនេះបានរំលឹកខ្ញុំនៅវ័យកុមារភាពរបស់ខ្ញុំគឺលោកប៉ាបានឲ្យខ្ញុំជីកគាត់អញ្ចឹងដូចគ្នាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូននៅវីដេអូដែលនាំកូនបនរក្សាមកលេងសួនសត្វភ្នំតាម៉ៅនៅក្នុងខេត្តតាកែវចាចិត្តរាជធានីភ្នំពេញនេះឯងចានៅក្នុងដំណើរកម្សាន្តមួយនេះដែររួមមានអ៊ំប្រុសលោកតាម៉ាក់ប៉ារបស់អូនបនរក្សានិងអូនបនរក្សាខ្លួនឯងផងដែរចាពេលទៅលេងសួនសត្វភ្នំតាម៉ៅនឹងអូនមានអាយុ1ខួប4ខែជាវ័យដែលអូនចេះដើរស្ទាត់ហើយក៏ជាវ័យដែលអូនស្គាល់សត្វបានខ្លះហើយទោះជាមិនច្រើនយ៉ាងហោចណាស់ក៏បាន2-3ប្រភេទដែរអញ្ចឹងពេលនាំអូនមកលេងសួនសត្វនៅក្នុងវ័យនេះគឺជួយឲ្យអូនបានស្គាល់ពិភពពិតដែលខុសប្លែកពីសត្វដែលអូនបានឃើញតែនៅក្នុងវីដេអូនិងសត្វជ័រដែលអូនធ្លាប់លេងយ៉ាងណាខ្លះចាឥឡូវនេះពួកយើងកំពុងតែចូលមកដល់ខាងក្នុងសួនហើយអូនកំពុងតែអង្គុយមើលផែនទីសួនសត្វភ្នំតាម៉ៅគេធ្វើដូចគេចេះមើលអញ្ចឹងទៅដើមពីដៃលោកតាទៀតណាកាន់ឡើងតំណងឥឡូវមកដល់ខាងក្នុងសួនសត្វហើយចាឈប់ឡានហើយម៉ាក់3អូនចុះពីឡានចាំមើលពេលអូនបានឃើញរូបសត្វពិតជាក់ស្ដែងផ្ទាល់ភ្នែកតែម្ដងចាំមើលអូនរំភើបសប្បាយចិត្តមិនខ្លះសត្វដែលអូនមកមើលមុនគេនៅក្នុងសួនសត្វភ្នំតាម៉ៅនេះបងប្អូនគឺជាសត្វដំរីចាហើយនៅក្នុងដៃគេហ្នឹងក៏កាន់ដំរីជ័រមួយដែរគេយកមកតាំងពីផ្ទះហ៎ដោយសារតែខ្ញុំដឹងថាថ្ងៃហ្នឹងនាំអូនមកលេងសួនសត្វភ្នំតាម៉ៅហើយមានដំរីមានអីអញ្ចឹងក៏យកដំរីឲ្យអូនមួយកាន់តាមខ្លួនអញ្ចឹងទៅឲ្យអូនបានឃើញដំរីជ័រហើយឃើញដំរីមែនតែនថាមិនដែររូបរាងដូចគ្នាអត់ពេលគេឃើញដំរីពិតដំរីមែនតែនដំបងហ្នឹងមកគេរៀងឆ្ងល់ដែរចារៀងរំភើបភ័យបន្តិចបន្តិចក្នុងចិត្តហ្នឹងមិនដឹងជាគិតអីទេហើយបន្ទាប់មកខ្ញុំក៏បីអូនចូលទៅឲ្យគៀកចិត្តឲ្យបានស្ទាបបានប៉ះផ្ទាល់ជាមួយនឹងប្រម៉ោយដំរីអញ្ចឹងទៅចុះកន្លងមកគ្នាធ្លាប់តែបានឃើញបានស្គាល់បានស្ទាបតែដំរីជ័រហើយឥឡូវបានមកឃើញដំរីពិតផ្ទាល់ភ្នែកនេះបានមកប៉ះដំរីពិតផ្ទាល់ដៃអញ្ចឹងវាជាអារម្មណ៍ប្លែកមួយសម្រាប់អូនជាការរៀនសូត្រថ្មីមួយដែលអូនបានស្គាល់ពិភពពិតនៃសត្វដែលអូនធ្លាប់ឃើញតែក្នុងវីដេអូហើយឥឡូវអូនបានមកឃើញផ្ទាល់អញ្ចឹងវាមានន័យសម្រាប់អូនចាបន្ទាប់ពីឲ្យអូនបានឃើញបានប៉ះដំរីផ្ទាល់ហើយឥឡូវយើងមកឲ្យចំណីដំរីវិញម្ដងចាចំណីដែលត្រូវឲ្យដំរីស៊ីហ្នឹងគឺជាអំពៅចាបងប្អូនពេលដែលខ្ញុំឲ្យអំពៅទៅដំរីស៊ីហ្នឹងដំរីយកប្រម៉ោយចាប់អំពៅហ្នឹងមើលទៅមុខអូនរៀងឆ្ងល់ដែរចាព្រោះដោយសារតែដំរីជ័ររបស់អូនអត់ដែរស៊ីចំណីអីហើយដល់ពេលដំរីមែនតែនគេចេះស៊ីអំពៅចេះអីចឹងអូនរៀងឆ្ងល់ដែរហើយលើកហ្នឹងគេបានឲ្យអំពៅទៅដំរីស៊ីផ្ទាល់ដែរគេសប្បាយចិត្តដែរគេរៀងប្លែកចិត្តបន្តិចដែរដល់អញ្ចឹងគ្នាដឹងថាអូដំរីមែនតែនគឺត្រូវតែស៊ីអាហារអញ្ចឹងឃើញទេមានស៊ីអំពៅស៊ីអីចឹងគ្រាន់គ្នាមិនដឹងថាអាហ្នឹងជាអំពៅទេមិនទាន់ស្គាល់មិនទាន់អីទេចាប៉ុន្តែទឹកមុខនឹងឆ្ងល់ហើយគិតមើលហើយគិតដល់ឲ្យយកអំពៅទៅឲ្យដំរីស៊ីលើកទី2នេះដូចរៀងភ្ញាក់រៀងខ្លាចដំរីវិញបងប្អូនគ្នានៅរៀងផ្អើប្រហែលឃើញដំរីធំពេកដឹងវាខុសពីដំរីជ័រគេកាន់បានឥឡូវអស់ពីមើលដំរីមែនតើមកអង្គុយលេងដំរីជ័រវិញម្ដងគេលេងតំណងរបស់គេលេងនៅលើខ្សាច់អញ្ចឹងទៀតហើយអ្នកផ្សេងមើលដំរីមែនតើមើលអីមើលទៅគេអត់ខ្វល់ទេគេគិតតែលេងដំរីជ័ររបស់គេបើដំរីធំលេងអត់បានហងហ្នឹងចាប់យកមកលេងអញ្ចឹងអត់បានផងហ្នឹងចឹងគេអង្គុយលេងដំរីជ័ររបស់គេអញ្ចឹងទៅចាបន្ទាប់ពីមើលដំរីហើយយើងក៏ដើរទៅមើលសត្វផ្សេងទៀតហើយក៏ដើរទៅរកលោកតាដែរព្រោះលោកតាមើលដំរីហើយយូរយារហើយគាត់មិននៅយូរដូចយើងក្មេងៗទេគាត់ដើរទៅមើលសត្វផ្សេងទៀតនៅហ្សូនចិត្តគ្នានឹងឯងឥឡូវមកមើលសត្វអូទ្រីសនៅក្នុងទ្រុងហ្នឹងតែម្ដងហ្នឹងឃើញស្វាដែរព្រោះស្វាវាលពឹសហក់ទៅហក់មកគ្រប់តែកន្លែងហ្នឹងហើយអូនបនរក្សាយើងហ្នឹងចាប់អារម្មណ៍ស្វាជាងព្រោះស្វាមានសកម្មភាពច្រើនឲ្យអូនមើលតាក់ចិត្តតាក់ភ្នែកអូនណាហើយស្វាមានតែសូវនៅស្ងៀមអីលោតចោះលោតឡើងលពឹសដូចតអូនអញ្ចឹងបើសត្វអូទ្រីសវិញរៀងនៅស្ងៀមអត់សូវមានសកម្មភាពណាមួយលេចធ្លោតាក់ភ្នែកតាក់ចិត្តអូនណាអញ្ចឹងគេមិនសូវចាប់អារម្មណ៍ទេចាបងប្អូនវ័យ1ខួប4ខែដោយកូនបនរក្សានេះជាវ័យដែលកំពុងតែចង់ដឹងចង់ឃើញគ្រប់យ៉ាងនៅជុំវិញខ្លួនហើយក៏ជាវ័យដែលកាន់តែចេះបង្ហាញថាចូលចិត្តអីមិនចូលចិត្តអីចាប់អារម្មណ៍សត្វអីមិនចាប់អារម្មណ៍សត្វអីដែរហើយនៅពេលដែលអូនបានមកលេងសួនសត្វបែបនេះទៀតគឺប្រៀបដូចជាអូនបានឃើញពិភពថ្មីប្លែកមួយអញ្ចឹងព្រោះសួនសត្វគឺជាកន្លែងមួយដែលបានផ្ដល់ឲ្យអូននៅបទពិសោធន៍ពិតដែលក្មេងតូចដូចអូនអញ្ចឹងបានរៀនសូត្រតាមរយៈការមើលឃើញការស្ដាប់ការពណ៌ត្រូវតាមធម្មជាតិជាទីបំផុតហើយម្យ៉ាងទៀតក៏ជួយអភិវឌ្ឍការធ្វើការរបស់ខួរក្បាលផ្នែកទទួលដឹងនិងជួយឲ្យកូនបានរៀនសូត្រជាមួយនឹងការសម្របខ្លួននិងបរិយាកាសថ្មីបានល្អឡើងថែមទៀត
ហើយដោយដែលបងប្អូនបានដឹងស្រាប់ហើយថានៅក្នុងសួនសត្វមានសត្វច្រើនប្រភេទទោះជាកូនមិនបានស្គាល់សត្វទាំងអស់ក៏ដោយតែកូនបានសង្កេតរូបរាងពណ៌ការធ្វើចលនានិងផ្សារភ្ជាប់រូបភាពចំពោះមុខជាមួយនឹងបទពិសោធន៍ដើមដែលកូនធ្លាប់មានក្មេងនៅក្នុងវ័យនេះខួរក្បាលនឹងរៀនសូត្របានច្រើនបំផុតពីរបស់ពិតច្រើនជាងរូបភាពនៅក្នុងសៀវភៅនិងអេក្រង់ព្រោះខួរក្បាលនឹងដំណើរការព័ត៌មានពីអារម្មណ៍ប្រសាទជាច្រើនក្នុងពេលតែមួយក្មេងនឹងចាប់ផ្ដើមមានការវិវត្តដែលលេចធ្លោជាច្រើនផ្នែកដូចជាការវិវត្តផ្នែកខួរក្បាលក្មេងនឹងចាប់ផ្ដើមចងចាំអ្វីដែលធ្លាប់ឃើញនិងផ្សារភ្ជាប់បទពិសោធន៍ចាស់ជាមួយនឹងរឿងថ្មីការវិវត្តផ្នែកភាសាទោះបីជាមិនទាន់ចេះនិយាយច្រើនក៏ពិតមែនតែកូនកំពុងតែសន្សំវាក្យសព្ទតាមរយៈការស្ដាប់និងការមើលឃើញការវិវត្តផ្នែកអារម្មណ៍និងសង្គមការបាននៅជាមួយម៉ាក់ប៉ានិងលោកតាធ្វើឲ្យកូនបានរៀនសូត្រពីសម្ព័ន្ធភាពនិងភាពកក់ក្ដៅនៅក្នុងគ្រួសារចាបងប្អូនការដែលនាំកូនមកលេងសួនសត្វជុំគ្រួសារបែបនេះបាននៅចិត្តមនុស្សធំវ័យខុសៗគ្នាគឺជួយបង្កើតអារម្មណ៍សុវត្ថិភាពនិងទំនុកចិត្តដែលជាមូលដ្ឋានសំខាន់ក្នុងការអភិវឌ្ឍផ្នែកអារម្មណ៍និងទំនាក់ទំនងសង្គមជួយឲ្យកូនកាន់តែមានភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារថែមទៀតផងជាក់ស្ដែងដូចជាលោកតារបស់អូនប៊ុនរក្សាពួកយើងមិនបានស្នាក់នៅជាមួយគ្នាទេមិនសូវបានជួបគ្នាញឹកញាប់ឡើយទើបដូច្នោះហើយឲ្យតែបានជួបគ្នាម្ដងទោះជាពេលវេលាខ្លីៗដែលពួកយើងបាននៅជាមួយគ្នាក៏ដោយក៏យើងតែងតែឆ្លៀតឱកាសដើរលេងជាមួយគ្នាជុំគ្រួសារមិនបានដើរទៅខេត្តណាឆ្ងាយក៏ដើរលេងខេត្តជិតៗក្រុងភ្នំពេញនេះដែរហើយបើទោះជាមិនបានដើរលេងខេត្តក៏ដើរលេងក្នុងក្រុងភ្នំពេញនេះដែរធ្វើយ៉ាងណាអាចឲ្យយើងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នាឲ្យច្រើននិងជួយឲ្យចៅបានស្និទ្ធស្នាលជាមួយនឹងលោកតាផងដែរសម្រាប់កូនប៊ុនរក្សានេះអាចត្រឹមតែជាថ្ងៃមួយដែលបានមើលសត្វបានដើរលេងបានសើចតែសម្រាប់មនុស្សធំនេះគឺជាពេលវេលាដែលយើងដឹងថាវាមិនបានកើតឡើងញឹកញាប់ទេនិងមិនអាចទាញពេលវេលាឲ្យត្រឡប់មកវិញបានឡើយចាបងប្អូនទាំងអស់គ្នានៅក្នុងដំណើរកម្សាន្តមួយនេះមានរូបភាពមួយដែលធ្វើឲ្យខ្ញុំពេញចិត្តបំផុតមានអារម្មណ៍ថាកក់ក្ដៅបំផុតនៅក្នុងថ្ងៃនេះបងប្អូនដឹងថាជារូបភាពអីអត់គឺជារូបភាពដែលលោកតាឲ្យចៅជីកឲ្យនាំចៅដើរមើលសត្វនៅក្នុងសួនដៃមួយចាប់ជើងចៅយ៉ាងជាប់ដៃម្ខាងចង្អុលឲ្យមើលពិភពដ៏ធំមួយនៅចំពោះមុខរូបភាពទាំងនេះបានរំលឹកខ្ញុំនៅវ័យកុមារភាពរបស់ខ្ញុំគឺលោកប៉ាបានឲ្យខ្ញុំជីកគាត់អញ្ចឹងដូចគ្នានាំដើរលេងបន់អុំទូកនៅមាត់ទន្លេមុខព្រះបរមរាជវាំងគាត់នាំឲ្យមើលគេលេង concert លេងកំ pl ែងលេងល្ខោនហើយកណ្ដាលចំណោមមនុស្សម្នាអ៊ូអរអញ្ចឹងហ៎បងប្អូនយើងនៅតូចយើងទៀបយើងមើលអត់ឃើញចង់មើលគេដែរគាត់ឲ្យយើងជីកដើម្បីបានមើលឃើញដល់ពេលយើងឃើញអញ្ចឹងដូចគ្នាដែរគឺកាន់តែធ្វើឲ្យយើងនឹកឃើញអនុស្សាវរីយ៍ល្អៗកក់ក្ដៅនិងមានអត្ថន័យការពីវ័យកុមារភាពរបស់យើងដែរចាបងប្អូនហើយលោកតាឲ្យចៅជីកឡើងយូរហើយអត់ព្រមដាក់ចោះទេតែខ្ញុំថាប៉ុណ្ណឹងបានហើយធ្ងន់ណាស់ឲ្យប៉ាវា3ម្ដងទៅខ្ញុំខ្លាចគាត់ហត់ខ្លាចគាត់បាក់កម្លាំងគាត់ថាធ្ងន់អីហត់អីប៉ុណ្ណឹងហេតុតែស្រឡាញ់ចៅបងប្អូនគាត់អត់ដឹងថាហត់ទេចាំមើលយប់ឡើងដឹងតែឈឺខ្លួនហើយអញ្ចឹងបានយើងតែងឮពាក្យចាស់ពោលថាស្រឡាញ់កូនមួយតៅស្រឡាញ់ចៅមួយថាំងមែនណ៎បងប្អូនហើយថ្ងៃនេះឋានៈបានប្ដូរតែក្តីស្រឡាញ់នៅដូចដើមគ្រាន់តែមានទំហំធំតាមចំនួនពីឪពុកបញ្ជូនទៅដល់កូនពីលោកតាបញ្ជូនទៅដល់ចៅដោយមិនចាំបាច់និយាយអ្វីឡើយវាជាការចងចាំដែលមិនត្រឹមតែមានគុណតម្លៃនៅក្នុងថ្ងៃនេះឡើយតែជារូបភាពមួយដែលខ្ញុំជឿថានឹងស្ថិតនៅក្នុងបេះដូងខ្ញុំយូរអង្វែងហើយថ្ងៃមួយនឹងក្លាយជារឿងដំណាលដែលខ្ញុំនឹងរៀបរាប់ឲ្យកូនប៊ុនរក្សាស្ដាប់ថាគេធ្លាប់មានលោកតាដែលដឹកដៃនាំទៅស្គាល់ពិភពលោកគេធ្លាប់មានលោកតាដែលឲ្យជីកនាំមើលសួនសត្វដោយក្តីស្រឡាញ់ដែលស្ងប់ស្ងៀមតែឋិតថេរចេរកាលសម្រាប់ខ្ញុំការនាំកូនប៊ុនរក្សាមកលេងសួនសត្វនៅក្នុងថ្ងៃនេះមិនមែនត្រឹមតែជាការនាំកូនឲ្យមកមើលសត្វមិនមែនត្រឹមតែជាការដែលនាំឲ្យកូនចងចាំសត្វបានតែគឺជាការនាំកូនឲ្យមកស្គាល់ពិភពលោកពិតតាមរយៈក្តីស្រឡាញ់ការមើលថែនិងសម្ព័ន្ធភាពនៅក្នុងគ្រួសារហើយសម្រាប់កូនប៊ុនរក្សាវិញការចងចាំខ្លះអាចនឹងមិនត្រូវបានចងចាំដោយពាក្យសម្ដីឡើយតែត្រូវបានរក្សាទុកក្នុងអារម្មណ៍និងបេះដូងជាអារម្មណ៍កក់ក្ដៅសម្លេងសើចសប្បាយនិងរង្វង់ដៃរបស់មនុស្សក្នុងគ្រួសារคล้ายជាអារម្មណ៍សុវត្ថិភាពក្នុងចិត្តកូនបើសិនជាបងប្អូនចូលចិត្តនិងគិតថាវីដេអូនេះមានប្រយោជន៍សូមចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់ឲ្យពួកគាត់បានឃើញផងជាចុងក្រោយកុំភ្លេចចុច follow ឬ subscribe អូនប៊ុនរក្សាផងណាដើម្បីទទួលបានវីដេអូថ្មីៗទាក់ទងនឹងការវិវត្តទៅតាមវ័យរបស់កូនសូមអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត